3ចំណុចដែលមនុស្សស្រីដែលមានស្តង់ដារមនុស្សស្រីដែលអត់ត្រូវការលុយរបស់អ្នកត្រូវការពីដៃគូជីវិតរបស់គាត់ការពិតណាបងប្អូនទាំងអស់គ្នាមនុស្សស្រីដែលមានគុណភាពពួកគាត់ជ្រើសរើសដៃគូជីវិតរបស់ពួកគាត់គឺមិនស្ថិតទៅលើតាក់ទងជាមួយនឹងរឿងហិរញ្ញវត្ថុតាក់ទងជាមួយរឿងលុយកាក់ចាបងប្អូនច្បាស់ជាសប្បាយចិត្តនៅពេលដែលយើងទទួលបានដៃគូម្នាក់ដែលគាត់អាចឈរបានអាចមានស្ថិរភាពបានអាចជួយជាចំណែកមួយនៅក្នុងគ្រួសាររបស់យើងបានហើយជីវិតគ្រួសារនៅពេលដែលយើងមានដៃគូដែលល្អបែបនេះគឺយើងរីកចម្រើនទៅលឿនប៉ុន្តែប្រសិនបើបងប្អូនទាំងអស់គ្នាអត់បានត្រៀមខ្លួនរួចរាល់ហើយអត់ដឹងពីដែលមនុស្សស្រីដែលមានស្តង់ដារគាត់ត្រូវការមនុស្សស្រីបែបនេះក៏ងាយនៅក្នុងការចាក់ចេញពីបងប្អូនដែរតែបងប្អូនប្រុសត្រូវចាំថាមនុស្សស្រីបែបនេះចាក់ចេញពីបងប្អូនទាំងអស់គ្នាមិនមែនបងប្អូនទាំងអស់គ្នាក្រអត់មានលុយទេតែគឺចំណុចទី1គឺភាពស្មោះត្រង់បេះដូងបរិសុទ្ធមនុស្សស្រីបែបនេះអត់ត្រូវការលុយរបស់អ្នកទេប៉ុន្តែត្រូវការបំផុតគឺភាពស្មោះត្រង់ពីព្រោះគាត់មានសមត្ថភាពមើលថែខ្លួនឯងមើលថែគ្រួសារហើយគាត់ត្រូវការបុរសដែលជាដៃគូដើម្បីមកបំពេញពាក្យថាជីវិតដើម្បីបំពេញគោលដៅមហិច្ឆតារួមគ្នានៅថ្ងៃអនាគតបង្កើតគ្រួសារមួយដែលមានក្តីសុខសុភមង្គលចិញ្ចឹមកូនចិញ្ចឹមចៅដោយល្អជាគំរូល្អដល់កូនដល់ចៅក៏ដូចជាគំរូល្អនៅក្នុងសង្គមចំណុចទី2តាក់ទងជាមួយនឹងframe កង់ដូចគ្នាframe កង់ដូចគ្នាត្រង់កន្លែងនេះចង់និយាយពីអីគេគឺមាន vibration ស្តៀងគ្នាមានគោលដៅស្របគ្នាហើយត្រង់កន្លែងនេះបើសិនជាបងប្អូនបុរសដែលគាត់អត់ដឹងពីនាងគឺនៅពេលដែលបងប្អូនទាំងអស់គ្នាជីវិតយើងអត់បានរៀប plan មួយមានន័យថារៀបគោលដៅមួយឲ្យសមស្របមួយគ្នាគឺងាយនៅក្នុងការបែកបាក់គ្នាខ្លាំងមែនទែនមកពីព្រោះមនុស្សស្រីបែបនេះមនុស្សស្រីដែលមានគុណភាពគឺគាត់មានស្តង់ដារជីវិតរបស់គាត់មានគោលដៅជីវិតគាត់ដូចគ្នាបងប្អូនអត់អាចយកគោលដៅរបស់យើងហើយគាត់ក៏អត់ព្រមដើរតាមគោលដៅរបស់បងប្អូនទាំងអស់គ្នា 100% ប្រសិនបើគាត់ថ្លឹងថ្លែងមើលទៅថាគោលដៅរបស់បងប្អូនឬក៏អ្វីដែលបងប្អូនធ្វើគឺវាអត់ត្រឹមត្រូវអញ្ចឹងបងប្អូនកន្លែងនេះគួរតែគិតឡើងវិញក្នុងនាមយើងជាមនុស្សប្រុសខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាច្បាស់ជាយើងជាមេគ្រួសារយើងច្បាស់ជាចង់ដឹកនាំក្នុងគ្រួសារតែបងប្អូនត្រូវដឹងថាបើបងប្អូនតាំងចិត្តថាយកមនុស្សស្រីដែលគេចេះដឹងដែរគេបកកែដែរយកមកនៅក្នុងគ្រួសារជាមួយបងប្អូនទាំងអស់គ្នាហើយបងប្អូននៅតែចង់ប្រកាន់គំនិតខ្លួនឯង 100% ច្បាស់ណាស់គឺអត់អាចត្រូវគ្នាបានទេព្រោះគេមើលឃើញដែរគេដឹងដែរគេឮដែរថាកន្លែងហ្នឹងទៅវាអត់ត្រូវកន្លែងហ្នឹងទៅវាខុសអញ្ចឹងគេមានសិទ្ធិក្នុងការឲ្យយោបល់គេមានសិទ្ធិក្នុងការប្រាប់តែបើសិនជាប្រាប់ម្ដងជា2ដង3ដងហើយនៅតែនិយាយចូលគ្នាអត់បានគឺវាជាចំណុចមួយដែលធ្វើឲ្យពួកយើងរស់នៅមួយគ្នាបន្តអត់កើតទេចំណុចទី3តាក់ទងជាមួយនឹងគុណតម្លៃហើយនឹងភាពស្មើគ្នាបងប្អូនទាំងអស់គ្នាទទួលស្គាល់ថានៅក្នុងសង្គមខ្មែរយើងស្ត្រីគឺត្រូវតែគោរពប្តីចាប្រតិបត្តិប្តីព្រោះប្តីគឺជាមេគ្រួសារវាជារឿងត្រឹមត្រូវដែលអត់ខុសទេប៉ុន្តែទន្ទឹមនឹងយើងចង់ឲ្យគេគោរពទន្ទឹមនឹងយើងចង់ឲ្យគេប្រតិបត្តិយើងខ្លួនឯងធ្វើតួនាទីរបស់យើងឲ្យល្អបំផុតសិនទៅមនុស្សយើងបងប្អូនទាំងអស់គ្នាមិនថាក្នុងសង្គមគ្រួសារមិនថាប្តីប្រពន្ធទេគេគោរពគេឲ្យតម្លៃយើងគឺអាស្រ័យទៅលើខ្លួនយើងអ្នកឲ្យតម្លៃខ្លួនឯងអញ្ចឹងកាលណាតែយើងចង់ឲ្យគេគោរពយើងតើយើងជាគំរូល្អប៉ុណ្ណាឲ្យគេបើសិនជាយើងចង់ឲ្យគេគោរពប្រតិបត្តិយើងដូចយើងជាម្ដាយឪពុកចឹងយើងចង់ឲ្យកូនខ្លាចយើងត្រូវជាគំរូដ៏ល្អឲ្យកូនយើងហាមកូនថាកូនកុំលេងទូរស័ព្ទតើយើងរងថ្ងៃមិនដែរព្រោះនៅពេលដែលយើងចង់ធ្វើជាគំរូឲ្យនរណាម្នាក់ចង់គេហៅថា cover លើជីវិតណាម្នាក់ក៏យើងមានអីលើសគេបាទយើងអាចទៅនិយាយគេបានយើងមានអធិពលទៅនិយាយលើជីវិតគេបានដូចគ្នាអញ្ចឹងសរុបមកមនុស្សស្រីដែលគាត់មានគុណភាពដែលគាត់អត់ត្រូវការលុយអ្នកអ្វីដែលគាត់ត្រូវការពីអ្នកគឺភាពស្មោះត្រង់វាមានតម្លៃលើសលុយទៅទៀតភាពស្មោះត្រង់frame កង់ដូចគ្នាមានក្តីសម័យនិងមានគោលដៅរួមថាអនាគតទៅតើយើងចង់រស់នៅក្នុងជីវិតបែបណាមុខមាត់ជីវិតបែបណាជាគំរូបែបណាដល់កូននិងសង្គមជាតិចេះគោរពនិងឲ្យតម្លៃគ្នាចេះក្រែងចិត្តគ្នាពីព្រោះនៅពេលដែលយើងតាំងចិត្តថាយើងជ្រើសរើសមនុស្សស្រីម្នាក់ដែលប៉ាកែយកមកនៅក្បែរខ្លួនយើងប្រកាសណាស់ត្រូវបើកចិត្តដូចគ្នាយើងអត់អាចគិតថាខ្ញុំជាមេគ្រួសារអញ្ចឹងខ្ញុំត្រូវសម្រេចចិត្តគ្រប់យ៉ាងដោយខ្លួនឯងដល់យើងអត់ព្រមស្ដាប់ស្ដាប់យោបល់អ្នកណាអានឹងគឺគេនៅមួយយើងអត់បានដូចគ្នាពីព្រោះគេក៏មានផ្នត់គំនិតរបស់គេដូចគ្នាដែរបើយើងគិតថាយើងចង់បានមនុស្សស្រីម្នាក់ដែលយើងអាចដឹកទៅណាទៅនឹងបានអញ្ចឹងយើងគួរតែជ្រើសរើសមនុស្សស្រីធម្មតាដែលអត់មានគោលដៅជីវិតអត់មានស្តង់ដារអាចនឹងស័ក្តិសមជាមួយយើងច្រើនជាងមនុស្សស្រីដែលមានគុណភាពអរគុណ